Ok នៅក្នុងវីដេអូនេះដោយសារតែខ្ញុំទើបទៅដាក់ simple voice chat ចឹងហើយខ្ញុំនឹងមកប្រាប់ពីរបៀប sign up ជាមួយនឹងការធ្វើវាតែម្ដងហើយចឹងជាដំបូងគឺអ្នកនេះពេលដាក់ simple voice chat ហើយពេលដែលលេខក្នុង server ផ្សេងពេលដែលចូលទៅដំបូងគឺវានឹង load ទៅតាមវីដេអូមួយនេះអញ្ចឹងពេលដែលអ្នកនរគ្នាចូលមកដំបូងអ្នកនេះគាត់ជាឃើញទម្រង់បែបនេះហើយហ្នឹងគឺគេឲ្យយើងប្រើជាមួយនឹង survey អ្នកនេះបន្តិចខ្ញុំរកកន្លែងណាដែលអត់សូវមានសំឡេងទីសិនខ្លាចមានសំឡេងរំខានអញ្ចឹងណាអូខេអញ្ចឹងពេលដែលគ្នាចូលមកដំបូងអ្នកគ្នាមើលកន្លែង comment ទៅហ្នឹងហើយគឺវាមានថា service setup អញ្ចឹងពេលដែលយើងដាក់ simple voice chat ដំបូងគឺវានឹងចេញបែបហ្នឹងហើយអញ្ចឹងតើយើងត្រូវធ្វើដំណេចទៀតគឺអ្នកនរគ្នាចូលទៅកន្លែងខ្ចៅនៅខាងលើខ្ចៅនៅខាងលើហ្នឹងនៅចំកណ្ដាលហ្នឹងចាខ្ញុំដាក់សញ្ញាព្រួយមើលបើសិនជាខ្ញុំបានកាត់វីដេអូនេះបើអ្នកស្គាល់ទៅហើយយើងចុចពាក្យថា custom mode custom control ច្រឡំពេលដែលយើងចុចដាក់ custom control ហើយអ្នកនេះគាត់ទៅចុចខ្ចៅម្ដងទៀតមកយើងចុចពាក្យថា add button ចឹងអ្នកនេះគាត់ add button មកចឹងវាមាន button next នៅខាងនេះហើយនេះឃើញទេហ្នឹងហើយចឹងពេលដែលអ្នកគ្នាមាន button នឹងមួយអ្នកគ្នាត្រូវធ្វើមិនទៀតគឺចាំតិច sample នេះ sample អញ្ចឹងកន្លែងហ្នឹងគឺយើងដាក់នេះយើងដាក់ជាអក្សរ V មកដើម្បីចំណាំថាវាគឺជាអក្សរ V ចា៎តែយើងដាក់ប៉ុណ្ណឹងមិនប្រកាសថាយើងប្រើបានទេយើងស្ឡើងមកមើលកន្លែងនេះមួយទៀតមានពាក្យថា up loss ណាអត់ដឹងទេសើចអានេះតែខ្ញុំដាក់សញ្ញាព្រួយឲ្យមើលអញ្ចឹងទៅបន្ទាប់មកយើងចុចមកយើងអូសរកពាក្យថាអក្សរ V យើង add អក្សរ V យើងតម្រង់អក្សរ V អញ្ចឹងយើងយកអក្សរ V ដែរមកអូខេឥឡូវនេះយើងទទួលបានអក្សរ V ហើយអញ្ចឹងយើងគ្រាន់តែយើងយកវាទុកកន្លែងណាមួយអូខេយើងកែបន្តិចទៅនេះយើងពេលដែលយើងបើកទៅវាធ្វើវាជាប់តែយើងមិនបាច់ធ្វើការទេយើងធ្វើការចុចអញ្ចឹងកន្លែងនេះកន្លែងដែលយើងសេរីផ្ទាំងដែលនៅគៀកកែមវាហ្នឹងហើយនេះគឺជាសេរីកន្លែងកោងអីចឹងទៅអញ្ចឹងខ្ញុំយកកោងតិចហើយខ្ញុំយក50ទៅកោង50វាស្អាតហើយនេះគឺកន្លែងតម្លាក់កុំឲ្យវាឃើញឬក៏ចង់ដាក់វាច្បាស់ឬក៏ចង់បិទបាំងវាណាគេអ្នកស្រីតាមហ្នឹងទៅចំណែក color យើងចុចមក color ខ្ញុំជិះចិត្តពណ៌បៃតងអញ្ចឹងខ្ញុំដាក់វាពណ៌បៃតងមកអូខេដើម្បីវាមើលទៅយើងជាជាក់ភ្នែកណាអញ្ចឹងខ្ញុំអូសវាទៅកន្លែងណាមួយដែលខ្ញុំគិតថាខ្ញុំចំណាំឥឡូវខ្ញុំយកវាអូសធនធាននេះហ្នឹងហើយអូខេអត់ទេខ្ញុំគិតថាដាក់គេនេះវិញអ្នកនេះដាក់ណាដាក់ទៅសេចចិត្តអូខេបន្ទាប់ពីយើងsign up វាហើយអ្នកនេះគ្រាន់តែចុចកន្លែងខ្សែម្ដងទៀតមកហើយជិះពីថា sell ហើយបន្ទាប់មកយើងជិះពីថា sell and exchange អាហ្នឹងមកន័យថាបើសិនជាភាសាខ្មែរគេនិយាយថា sell ហើយនឹង load ចេញអញ្ចឹងយើងចុចទៅប៉ុណ្្នឹងមកគឺអូខេហើយបន្ទាប់មកគឺយើងត្រូវប្រើ button អក្សរ V ហ្នឹងដើម្បីចុចអញ្ចឹងអ្នកនេះគ្រាន់តែការចុចអក្សរ V ហ្នឹងមកអញ្ចឹងដល់ពេលដែលតម្រងកន្លែងនេះហើយគឺជាតម្រងដែលយើងត្រូវតែ send up វាឲ្យបានត្រឹមត្រូវបើយើង send up វាទេគឺយើងអាចប្រើ simple voice chat បានទេអញ្ចឹងជាដំបូងយើងចុចពាក្យថា next បន្ទាប់មកកន្លែងនេះគឺជាកន្លែងដែលយើងនិយាយហើយថាសំឡេងដែលចេញពីទូរស័ព្ទយើងណាបើយើងមានកាសវានឹង load កាសធម្មតាមកមួយឲ្យយើងចេះទៅកាសហ្នឹងឈ្មោះអីកាសហ្នឹង model អីវានឹង load នៅហ្នឹងបើយើងពាក់កាសអញ្ចឹងមកន័យថាបើសិនជាយើងដាក់ Bluetooth ឬមកក៏យើងមានកាសអីចឹងគឺយើងដាក់វានឹងមាន load មួយទៀតហើយតែសម្រាប់ខ្ញុំគឺខ្ញុំអត់មានទេដោយសារតែខ្ញុំបានដាក់កាសបើសិនខ្ញុំដាក់ Bluetooth ចូលកាសខ្ញុំដាក់ខាងក្រោមនេះហ្នឹងខ្ញុំដាក់ខាងក្រោមហ្នឹងតែបើសិនជាខ្ញុំឲ្យវាចេញមកពីទូរស័ព្ទហ្មងគឺយើងយកឲ្យលើហ្នឹងទៅចំណាំអក្សរផងណាអញ្ចឹងហើយបន្តមកយើងចុចពាក្យថា next កន្លែងនេះក៏ដូចគ្នាដែរបើសិនជាយើងមាន microphone ហើយហៅពេត microphone ណាវានឹង load ឲ្យយើងមកមួយអញ្ចឹងដោយសារពីមុនក៏ខ្ញុំប្រើកាសប្រភេទមាន microphone ណាអញ្ចឹងវាមាន load របស់ខ្ញុំអាចាស់មកហើយហ្នឹងហើយតែខ្ញុំអត់យកទេខាងលើនេះសម្រាប់យើងនិយាយទៅឧទាហរណ៍ថាយើងមានឧបករណ៍ខាងលើឧបករណ៍ខាងក្រោមពេលយើងប្តីទូរស័ព្ទមានឧបករណ៍មួយ
នៅខាងឆ្វេងអូបឡូនៅខាងស្ដាំអញ្ចឹងអាសំឡេងចេញគឺនៅខាងស្ដាំអានិយាយចូលនៅខាងឆ្វេងអញ្ចឹងណាអ្នកគ្នាហើយចាំហ្នឹងហើយអញ្ចឹងយើងយកអាហ្នឹងមកអូខេបន្តមកយើងជិះពីថា next មួយទៀតកន្លែងនេះគឺជាកន្លែងដែលសំខាន់ដែលយើងត្រូវធ្វើវាកន្លែងនេះបានន័យថាវានឹងនិយាយអូតូហ្មងឲ្យពេលយើងចូលទៅក្នុង server វានឹងបើក voice chat ហ្នឹងជាប់រហូតហ្មងហ្នឹងហើយតែបើខ្ញុំ recommend ហ្មងខ្ញុំគិតថាបើសិនជាធ្វើអញ្ចឹងវាអាចនឹងកង់នៅកន្លែងណាមួយឬក៏វាពិបាកក្នុងការឆ្លើយឆ្លងគ្នាវាវល់អញ្ចឹងណាអញ្ចឹងយើងត្រូវតែដាក់វាជាមួយនឹង hot to text ហ្នឹងបានថាពេលដែលយើងចុចទៅវាដំណើរការអានេះយើងបើកឲ្យវាដំណើរការអូតូអានេះពេលដែលយើងចុចទៅវាដំណើរការអញ្ចឹងយើងចុចអាកន្លែងហ្នឹងមកអូខេបន្តមកកន្លែងនេះគេដាក់ថា no button អញ្ចឹងកន្លែងនេះគឺយើងអត់មានប៊ូតុងណាដែលត្រូវ send out ទេអញ្ចឹងវិធីនោះគឺយើងចុចកន្លែងខ្សៅខាងលើហ្នឹងមកចេះខាងលើទៅដែរហ្នឹងណាបន្តមករកពាក្យថា custom control ហើយបន្តមកយើងចុច custom ម្ដងទៀតហើយយើងចុច add button ម្ដងទៀតអញ្ចឹងយើងនឹងមានប៊ូតុង next ពីទៀតហើយអញ្ចឹងប៊ូតុង next ហ្នឹងអ្នកគ្នាត្រូវតែចងចាំថាដាក់អក្សរអីក៏បានដែរសំខាន់ឲ្យតែវាឃ្លាតគ្នាឲ្យឆ្ងាយពីប៊ូតុងដែលយើងប្រើជាចាំបាច់ប្រចាំថ្ងៃឧទាហរណ៍ថាឥឡូវនេះប៊ូតុងនេះគឺជាប៊ូតុងដាក់អក្សរ search អក្សរ L ចាអក្សរ Q អក្សរ Q បោះចោលអញ្ចឹងវាជាន់គ្នាបើស្ទៀងដាក់អញ្ចឹងពេលយើងចុចនិយាយគឺនឹងបោះចោលរបស់អស់អញ្ចឹងសង្ឃឹមថាអ្នកងាយយល់ណាបងអ្នកងាយចុចអក្សរយក L ទេចុចស្អីទៅឲ្យវាទៅឆេះភ្លើងស្អីវាហើយហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងដាក់វាទៅជាអក្សរ L ទៅដោយសារតែវាអត់ជាន់គ្នាជាមួយអីហ្នឹងហើយអត់ជាន់គ្នាជាមួយអីអញ្ចឹងទៅអញ្ចឹងយើងដាក់អក្សរ L មកបន្តមកយើងចូលអាកន្លែងអាប៊ូតុងហ្នឹងទៅដែរមកយើងរកអក្សរ L ដូចគ្នាអូខេពេលដែលយើងធ្វើបែបហ្នឹងហើយយើងសេរីវាដូចដើមមកសេរីវាទៅតាមចំណូលចិត្តចំណូលដែលយើងចង់មកអញ្ចឹងខ្ញុំដាក់10អានេះចំណូលចិត្តខ្ញុំឯណាបាទចំណូលចិត្តអ្នកនរគ្នាចង់ដាក់អីដាក់ទៅស្រេចចិត្តទេអូខេខ្ញុំដាក់ color ពណ៌បៃតងអូខេ nice ហើយខ្ញុំដាក់វារៀងស្អាតតិចទៅអញ្ចឹងខ្ញុំរកកន្លែងអ្នកដាក់វាអូខេខ្ញុំដាក់វាលើនេះចុះស្រួលចុចនិយាយណាអូខេបន្ទាប់ពីអញ្ចឹងមកយើងចុច save and ចេញតែប៉ុណ្្នឹងមកអូខេបន្ទាប់មកយើងមានអក្សរ L មួយទៀតហើយអូខេបន្ទាប់មកអ្នកនរគ្នាគាត់យកម៉ៅអ្នកនរគ្នាមក select ទៅលើនឹងវាមកយើងចុចពាក្យថាអក្សរ L មកអញ្ចឹងពេលដែលយើងចុចអក្សរ L វានឹងធ្វើការបើកម៉ៃឲ្យយើងនិយាយតែពេលដែលយើងអត់ចុចអក្សរ L យើងប្រឡែងមកវិញវានឹងធ្វើការបាត់ទៅវិញអូខេចេះអ្នកនេះចុច next ទៀតមកអូខេអញ្ចឹងអ្នកនេះគេអានអីនេះបើសិនជាយើងចុចអក្សរ V យើងនឹងឃើញ menu chat បានន័យថា menu បានន័យថា menu របស់ simple voice chat ដែលយើងត្រូវសេរីធ្វើអីចឹងហើយបើសិនជាយើងចុចន័យថា hold ទៅលើអក្សរ L វានឹងបើក speaker ហើយយើងអាច voice chat បានអូខេអញ្ចឹងខ្ញុំអាចនិយាយបានតែប៉ុណ្្នឹងទេដោយសារអង់គ្លេសច្រើនពេកខ្ញុំអត់ចេះមកតមកយើងចុចពាក្យថា force setup បន្ទាប់ពីយើងធ្វើហើយគឺអ្នកនេះឃើញពណ៌បៃតងដែលនៅលើនេះបែរថាខ្ញុំអាចនិយាយ simple voice chat នៅក្នុង server យើងបានឲ្យតែមាន player ម្នាក់ទៀតមាន player ម្នាក់ទៀត set up ដូចក្នុងវីដេអូចឹងគឺយើងនឹងអាចនិយាយគ្នាបាននៅក្នុង server ហើយអញ្ចឹងពេលដែលយើងចាក់ solve មកវានឹងមានបែបនេះអញ្ចឹងបើសិនជាអ្នកគ្នាលេងនៅឆ្ងាយពីគ្នាឬក៏អ្នកគ្នាមាន team 2នាក់អ្នកគ្នាចុចពាក្យថាគ្រប់ហ្នឹងមកហើយអ្នកគ្នា create គ្រប់ទៅនិយាយជាមួយគ្នាទៅតែ2នាក់ទៅមិនថាអ្នកគ្នានៅឆ្ងាយជាងមេទេវានៅតែមើលឃើញអញ្ចឹងបន្ទាប់មកខ្ញុំនឹងប្រើពីកន្លែង setting តែ setting នេះគឺជាពាក់ព័ន្ធជាមួយនឹងចំពោះ voice chat នេះគឺពាក់ព័ន្ធជាមួយនឹង player និយាយមួយយើងមិនថាយើងអាចស្ដាប់ player ឬបាន 100% ឬក៏យើងចង់បើកវា1លានក៏បានដែរហ្នឹងហើយគឺស្ដាប់ player ឬប៉ុណ្ណឹងហើយកន្លែងនេះសម្រាប់តែយើងនិយាយ microphone មកថាបើយើងចង់ឲ្យលាន់ microphone យើងឮខ្លាំងយើងដាក់មកកប់ទៅតែបើថាយើងចង់ឲ្យមកល្មមទេយើងដាក់0នេះចឹងទៅ0គឺកម្រិតកណ្ដាលបន្តមកគឺកន្លែងផ្សេងៗយើងនិយាយទេតែប៉ុណ្្នឹងទៅវាអស់ហើយអូខេ
ហើយបើសិនជាអ្នកនរគ្នា set up ហើយថ្ងៃក្រោយអ្នកនរគ្នាដាក់កាសចឹងអ្នកនរគ្នាត្រូវមើលនេះគេមានថា set speaker ជាមួយនឹង microphone speaker នេះគឺសំឡេងបើសិនជាអ្នកគ្នាមានបាសអ្នកគ្នាចង់ដាក់កូនបាសអ្នកគ្នាចែក speaker ហ្នឹងមកគឺឃើញម៉ាក់នឹងមួយទៀតហើយយើងដាក់ bluetooth ទៅមានមួយទៀតតែបើយើងប្រើ microphone យើងមាន microphone យើង select យក microphone ហ្នឹងមកវានឹងឃើញ microphone មកហើយអូខេអញ្ចឹងចំណុចហ្នឹងគឺសង្ឃឹមថាអ្នកគ្នាយល់ហើយអូខេអញ្ចឹងបើយើងចាក់ SL មកគឺយើងនឹងនិយាយគឺ SL ជាន់គ្នាតា SL ជាន់មួយនេះឯណា so set ហើយអញ្ចឹងជាមួយខ្ញុំចេញវីដេអូហ្នឹងគឺខ្ញុំនឹងធ្វើការដូរវាចេញហើយដោយសារតែវាជាន់គ្នាអញ្ចឹងខ្ញុំអត់ចង់ឲ្យជាន់គ្នាអញ្ចឹងទេឃើញទេពេលដែលយើងចុចជាន់គ្នាទៅឃើញវាញ៉ៃញ៉ៃអញ្ចឹងអ្នកគ្នាត្រូវរកអក្សរណាមួយដែលវាអត់ជាន់គ្នាចាំលេងដូរបន្តិចសិនចំដាក់មកអក្សរជាន់គ្នាបាត់អញ្ចឹងឥឡូវខ្ញុំទៅរកអក្សរណាទេនេះអសសិតទៅឥឡូវយើងដាក់អក្សរសិតទៅហ្នឹងហើយដាក់អក្សរសិតទៅអញ្ចឹងពេលដែលអ្នកកែប៊ូតុងអញ្ចឹងអ្នកគ្នាគឺត្រូវតែកែជាមួយនឹងនោះដូចគ្នាណាអូខេអញ្ចឹងអានេះវាអក្សរសិតអក្សរសិតអត់មានជាន់មកណាទេអញ្ចឹងយើងគ្រាន់តែកាត់ជាអក្សរ V មកចុចពាក្យថា setting ហើយយើងចុចពាក្យថា text to text ហើយយើងយកទៅជាអក្សរសិតវិញអូខេអញ្ចឹងគឺអូខេអញ្ចឹងពេលដែលអ្នកចុចអក្សរសិតមកគឺអ្នកនឹងប្រើ simple voice chat នេះអ្នកទាំងគ្នាអាចមើលអាក្រោមនោះបាននោះកន្លែងក្រោមគេឆ្វេងដៃគឺអ្នកឲ្យឃើញរូប microphone នេះអញ្ចឹងបានន័យថាយើងអាចនិយាយគ្នាបានណាតែបើយើងប្រឡែងវាយើងបាត់ពេលយើងចុចវានឹងមានអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពីរបៀប Sena ពីរបៀបអីចឹងណាអូខេអ្នកហើយបើមានសម្លេងរំខានពីក្នុងហ្គេមហ្នឹងក្រៃអ្នកគេយ៉ាសូមខន្តីបេតូផងដោយសារតែវាមិនដឹងមិនទេសុកអា Iron Golem ទៅដើរចូលភ្លើងហើយណានឹងសុកឆ្មាវាយគ្នាហើយណាអត់យល់ទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកគ្នានឹងជួបខ្ញុំតែម្ដងបាយបាយ